ว้ามาสุดเซนเราต่อគ្នាជួបជាមួយខ្ញុំរត់ទៀតហើយអូឃើញថាអ្នកទាំងអស់គ្នាខមមិននឹក channel លពៅខ្លាំងមែនតើឥឡូវលពៅមកវិញហើយអញ្ចឹងពេលនេះបើកឆាកដំបូងគឺខ្ញុំនាំយកខ្សែភាពយន្តតុក្កតាដ៏ល្អមើលមួយដែលនិយាយអំពីពនាងរបស់យើងនឹងបាត់ការចងចាំហើយមូលហេតុដែលគាត់បាត់ការចងចាំនឹងគឺវាមានតាក់ទងជាមួយនឹងវីតាមីន B3 ជាច្រើនផ្សេងទៀតដូច្នេះដើម្បីកុំឲ្យវែងឆ្ងាយយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងប៉ុន្តែមុននឹងចូលដល់សាច់រឿងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់ជួយចុច like subscribe ដាក់កណ្ដឹងមកដើម្បីទទួលបានវីដេអូថ្មីៗទាន់ចិត្តរឿងយើងកាត់ឡើងដំបូងបង្ហាញឲ្យឃើញប្រអប់ចម្រៀងដ៏ពិរោះហើយអ្នកដែលកាន់ប្រអប់ចម្រៀងនេះផ្ទាល់គាត់គឺជាម្ចាស់ស្ត្រី Marie ម្ចាស់ស្ត្រីរបស់យើងគាត់កំពុងតែនិយាយអំពីភាពសប្បាយនៃទឹកដីវេទមន្តអស្ចារ្យនេះហើយវាគឺជាឆ្នាំ1916 Empress Marie របស់យើងផ្ទាល់គាត់កំពុងតែចូលរួមក្នុងពិធីជប់លៀងនៅក្នុងព្រះរាជវាំងបុត្ររបស់ទ្រង់បាទដែលបុត្ររបស់គាត់នឹងគឺជាស្ដេចនៃអាណាចក្រនេះផ្ទាល់ដែលវាគឺស្ថិតនៅក្នុងរជ្ជកាលមួយដែលត្រូវបានគេស្គាល់ថា Romano អញ្ចឹងពិធីជប់លៀងនឹងគឺបង្ហាញអំពីការគ្រប់គ្រងនៃអំបូររជ្ជកាលនេះអស់រយៈពេល300ឆ្នាំមកហើយនៅយុគនោះផងដែរផ្កាយដែលបញ្ចេញពន្លឺស្រស់បំព្រងអស្ចារ្យជាងគេនោះគឺជា Anastasia របស់យើងដែលគាត់ត្រូវជាបុត្ររបស់ស្ដេច Nicholas ហើយក៏ត្រូវជាចៅរបស់ម្ចាស់ស្ត្រី Marie ព្រះនាងតូចរបស់យើងផងដែរគឺគាត់ពិតជាស្រស់បំព្រងចូលចិត្តលេងច្រើនចូលចិត្តគូគំនូរសិល្បៈច្រៀងរាំអំឡុងពេលនោះផងដែរយើងក៏ចាប់អារម្មណ៍ជាមួយនឹងក្មេងប្រុសម្នាក់បានដែលគាត់ជាតួអង្គសំខាន់ដែរមានឈ្មោះថា Demetri តែ Demetri របស់យើងកាលពីពេលហ្នឹងគាត់គឺជាអ្នកបម្រើឥឡូវក៏ត្រូវបានគេចាប់ចេញពីកន្លែងប្រជុំរបស់ខ្សែស្រឡាយស្ដេចម្ចាស់ស្ត្រី Marie របស់យើងគាត់ក៏បានឲ្យកាដូពិសេសទៅកាន់ចៅរបស់គាត់ដែលជាប្រអប់ភ្លេងអំបញ្ញមិញនឹងឯង Empress Marie របស់យើងឲ្យកាដូទៅកាន់ចៅគាត់បែបនេះគឺគាត់ត្រូវបែកជាមួយនឹងចៅរបស់គាត់ហើយដោយសារតែគាត់ត្រូវធ្វើដំណើរទៅកាន់ប្រទេសបារាំងប៉ុន្តែប្រអប់ភ្លេងនេះនឹងលេងភ្លេងឲ្យនាងស្ដាប់ជារៀងរាល់យប់ពេលដែលយាយរបស់នាងអត់នៅក្បែរទាំងយាយទាំងចៅក៏បានច្រៀងចម្រៀងពិសេសនោះជាមួយគ្នាក្រោយមកទៀតម្ចាស់ស្ត្រី Marie របស់យើងផ្ទាល់គាត់ក៏បានឲ្យបន្តងខ្សែកមួយទៅកាន់ចៅរបស់គាត់ហើយបន្តងខ្សែកនោះគឺមានសរសេរអក្សរថា Together in Paris បាទជាមួយគ្នានៅទីក្រុងប៉ារីសជីវិតរបស់ពួកគេរស់នៅមានសុខសុភមង្គលអស់ជាយូរមកហើយក៏សັບតែយប់នោះគ្រូសិល្បៈម្នាក់ដែលគាត់មានឈ្មោះថា Rasputin បានចូលមកក្នុងពិធីជប់លៀងនេះ Rasputin មានអតីតកាលគឺជាទីប្រឹក្សាថ្នាក់ខ្ពស់ប្រចាំអាណាចក្រនេះប៉ុន្តែដោយសារតែគេរកឃើញថា Rasputin របស់យើងចង់ប្រើវេទមន្តខ្មៅងឹតដើម្បីគ្រប់គ្រងអាណាចក្រនេះក៏ត្រូវបានគេនិរទេសខ្លួនចេញពីប្រទេសប៉ុន្តែឥឡូវនេះ Rasputin របស់យើងត្រឡប់មកវិញហើយមកលើកនេះ Rasputin ក៏និយាយថាយើងមិនដាក់បណ្ដាសាខ្សែស្រឡាយស្ដេចរបស់ពួកឯងឲ្យរលាយនៅថ្ងៃនេះអញ្ចឹងយើងក៏រំលឹកដល់រឿងអតីតកាលរបស់ Rasputin បន្ទាប់ពីត្រូវបានគេនិរទេសខ្លួន Rasputin គឺមានគោលបំណងក្នុងការបំផ្លាញរាជវង្សមួយនេះខ្លួនក៏បានលក់ព្រលឹងរបស់ខ្លួនឲ្យទៅកាន់ពួកបិសាចហើយអធិពលខ្មៅងឹតនេះក៏បានចូលមកក្នុងដបកែវដែល Rasputin របស់យើងកាន់នឹងឯងអញ្ចឹង Rasputin គាត់ត្រូវតែការពារកែវហ្នឹងពីព្រោះកែវហ្នឹងប្រៀបដូចជាអធិពលរបស់គាត់អញ្ចឹងចង់ធ្វើអ្វីក៏បានដែរប៉ុន្តែគោលដៅរបស់គាត់មានតែមួយប៉ុណ្ណោះគឺបំផ្លាញខ្សែស្រឡាយរបស់ស្ដេចនេះចោលអញ្ចឹងមកដល់ពេលបច្ចុប្បន្ននេះបន្ទាប់ពីដាក់ទំនាយបណ្ដាសានេះរួចប្រជាជនទាំងអស់ក៏ចាប់ផ្ដើមធ្វើបដិវត្តន៍បិសាចរបស់ Rasputin ក៏បានបើកទ្វារព្រះរាជវាំងអនុញ្ញាតឲ្យក្រុមបដិវត្តន៍ទាំងអស់ចូលមកសម្លាប់ខ្សែស្រឡាយនៃរាជវង្សនេះ Empress Marie របស់យើងផ្ទាល់គាត់ក៏បញ្ញាមករកចៅរបស់គាត់ដែលជា Anastasia នេះ Anastasia នាងកន្លែងតែយកប្រអប់ភ្លេងរបស់នាងមកជាមួយប្រជារបស់ Rasputin ក៏ប្រទះឃើញ Anastasia រួមជាមួយនឹង Empress Marie ឥឡូវពួកគេទាំងពីរមិនដឹងទៅផ្លូវណាទេក៏ស្រាប់តែ Demetri របស់យើងដែលជាអ្នកបម្រើនោះជួយពួកគេចូលតាមផ្លូវសម្ងាត់ប៉ុន្តែប្រអប់ចម្រៀងនោះក៏ស្រាប់តែជ្រុះ Anastasia របស់យើងចង់មករើសវិញប៉ុន្តែ Demetri ហាមឃាត់ទាំងយាយទាំងចៅក៏បានរកផ្លូវចេញមកខាងក្រៅបានដោយជោគជ័យប៉ុន្តែ Rasputin មិនព្រមបញ្ចប់ទេពីព្រោះខ្សែស្រឡាយរបស់អំបូរស្ដេចនេះនៅសល់តែ Anastasia គាត់ក៏ចង់សម្លាប់ Anastasia ប៉ុន្តែជាអកុសល Rasputin របស់យើងក៏បានលិចលង់ចូលទៅក្នុងទឹកទាំងពីរអ្នកយាយនិងចៅក៏ព្យាយាមឡើងទៅលើរទេះភ្លើងប៉ុន្តែ Anastasia របស់យើងឡើងមិនទាន់នាងក៏បានតាក់ជើងដួលផ្ញើក្រោយបុកក្បាលមួយទំហឹងដូច្នេះសង្គ្រាមបដិវត្តន៍នេះផ្ទាល់ក៏បានបំបែកចៅនិងលោកយាយរបស់ខ្លួនហើយមិនដឹងថា Anastasia របស់យើងនៅមានជីវិតបន្តទៅមុខទៀតឬក៏យ៉ាងណា10ឆ្នាំក្រោយមកគ្រប់បែបយ៉ាងក៏ហាក់ដូចជាស្ងប់ស្ងាត់មិនដូចកាលពី10ឆ្នាំមុនការងាររោងចក្រនឹងក៏សម្បូរបែបប៉ុន្តែប្រជាជនហាក់ដូចជាពិបាកក្នុងការធ្វើការងារណាស់មើលទៅបាទអ្នកខ្លះនឹងគឺឈរធ្វើការនៅក្បែរខ្យល់ដ៏ត្រជាក់រហូតដល់កអីនេះតែយ៉ាងណាក៏ដោយបាទ10ឆ្នាំចុងក្រោយនេះ Empress Marie របស់យើងផ្ទាល់គឺនៅតែប្រកាសស្វែងរកព្រះនាង Anastasia របស់យើងអត់ឈប់អត់ឈរនោះទេបើនរណាស្វែងរកព្រះនាង Anastasia ឲ្យគាត់ឃើញគាត់នឹងប្រគល់លុយដែលមានតម្លៃ10លានបាទ10លានចំនួនហ្នឹងច្រើនណាស់លុយនេះអាចឲ្យយើងខ្លាចជា millionaire បាទចង់ទិញវាមានចង់ទិញដីទំហំធំប៉ុណ្ណាគឺបាន 2-3 កន្លែងឯណោះអញ្ចឹងហើយគ្រប់គ្នាក៏ព្យាយាមតាមស្វែងរកព្រះនាង Anastasia តែរកដោយលូលាក់ទេបាទអត់ឲ្យតាហ៊ានចំនួនហ្នឹងដឹងឡើយព័ត៌មាននេះក៏បានលឺសូរដល់លោក Vlad របស់យើងបាទដែលគាត់គឺជាអ្នកធ្វើការផ្លូវងងឹតមួយដែរ Vlad របស់យើងគាត់ក៏បានមកជួបជាមួយនឹងមិត្តភក្តិរបស់គាត់ដែលជា Demetri គ្នាយើងចាំ Demetri អត់អញ្ចឹង Demetri របស់យើង
ក៏គាត់មានគោលដៅក្នុងជីវិតផងដែរគឺតាមស្វែងរកពនាង Anastasia คล้ายៗដោយសារតែគាត់រកពនាង Anastasia ពិតអត់ឃើញទេរួចហើយយកពនាង Anastasia ហ្នឹងបកគលឲ្យម្ចាស់ស្ត្រី Maria មកដើម្បីទទួលបានលុយហ្នឹងពេលបានលុយហ្នឹងទាំងពីរនាក់ហ្នឹងនឹងចែកលុយគ្នាដើម្បីអនាគតរបស់ពួកគេនឹងក្លាយជាអ្នកមានរៀងៗខ្លួនអ្វីដែលសំខាន់ Demetri របស់យើងគឺគាត់មានប្រអប់ភ្លេងហ្នឹងមកដែលជាវត្ថុអនុស្សាវរីយ៍ដ៏សំខាន់អញ្ចឹងពួកគេទាំងពីរហ្នឹងត្រូវសម្ភាសនារីណាដែលមានទម្រង់ស្តៀងជាមួយនឹងព្រះនាង Anastasia រួចហើយបង្ហាត់បង្រៀនពួកគេនឹងឲ្យបន្លំខ្លួនធ្វើជាពនាងក្រោយមកទៀតយើងក៏កាត់មកដល់មណ្ឌលកុមារកំព្រាមួយអាញារបស់យើងដែលជាអ្នករស់នៅក្នុងមណ្ឌលកុមារកំព្រានេះត្រូវបានម្ចាស់មណ្ឌលកុមារកំព្រាផ្ទាល់នឹងបណ្ដេញនាងចេញពីមណ្ឌលតែម្ដងមកហើយនារីដ៏ស្រស់ស្អាតវ័យក្មេងរបស់យើងផ្ទាល់នេះនាងមានឈ្មោះថាអាញាអ្នកគ្រប់គ្រងមណ្ឌលកុមារកំព្រាក៏និយាយថាហឺឯងនេះយើងរកការងារឲ្យធ្វើជាច្រើនឯងមិនចាប់អារម្មណ៍ធ្វើទេយើងខំយកឯងមកចិញ្ចឹមឲ្យបាយឲ្យអីឯងស៊ីឲ្យដំបូលឯងជ្រកហើយឯងគ្មានចងចាំស្អីបន្តិចប្រវត្តិរបស់ឯងមកពីណាអតីតកាលឯងជាអ្វីឯងគ្មានចាំសូម្បីតែបន្តិចឥឡូវឯងធំពេញវ័យចង់ទៅណាទៅប៉ារីសដោយសារតែខ្សែកជាប់ករបស់ឯងហ្នឹងមើលគេសរសេរថាម៉េចហី Together in Paris ទៅចុះហើយជូនពរឲ្យឯងជោគជ័យណាបាទដូច្នេះអាញារបស់យើងគឺយើងប្រកាសជាមើលគាត់ភ្លាមមានអារម្មណ៍ថាដឹងថាគាត់ជានរណាតែម្ដងថាអត់អញ្ចឹងពេលនេះអាញារបស់យើងក៏អត់ដឹងប្រវត្តិរបស់គាត់ទេគាត់បាត់ការចងចាំតែអ្វីដែលគាត់ដឹងគឺបន្តខ្សែករបស់គាត់នឹងជាប់ជាមួយនឹងគាត់ហើយមានសរសេរពាក្យ Together in Paris អាញារបស់យើងនាងក៏គិតថាបើសិនជាខ្ញុំបន្តជីវិតរស់នៅធម្មតាអត់ស្វែងរកអតីតកាលគឺខ្ញុំនឹងនៅតែមានឈ្មោះជាអាញាក្មេងកំព្រាតែបន្តខ្សែកនេះវាប្រាប់ឲ្យខ្ញុំនឹងទៅប៉ារីសអ្នកដែលឲ្យបន្តខ្សែកនេះប្រហែលជាស្រឡាញ់ខ្ញុំខ្លាំងហើយអញ្ចឹងតែខ្ញុំគួរតែទៅប៉ារីសឬមួយក៏បន្តជីវិតមិនខ្វាយខ្វល់ពីដើមកំណើតរបស់ខ្លួនណាអូយទេវតាអើយជួយផងតែខ្ញុំជួយរើសផ្លូវមួយណាព្រាមនោះឆ្កែអនាថាមួយក្បាលហ្នឹងមកក៏សាប់តែតោងកសែងអាញារបស់យើងហើយវាជ្រើសរើសផ្លូវមួយបាទគឺផ្លូវដែលធ្វើដំណើរទៅកាន់ប៉ារីសអាញាក៏គិតថាប្រហែលជាឆ្កែនេះជាអ្នកនាំផ្លូវខ្ញុំហើយអញ្ចឹងខ្ញុំសម្រេចចិត្តតែខ្ញុំនឹងទៅប៉ារីសដើម្បីស្វែងរកអតីតកាលរបស់ខ្ញុំហើយឆ្កែនេះគួរឲ្យស្រឡាញ់ណាស់ហើយខ្ញុំដាក់ឈ្មោះឯងថាភូកាទៅចុះអាញារបស់យើងមកបានភូការបស់យើងធ្វើដំណើរជាមួយនាងយាយពិថាមិនសូវជាអបសុកទេដើរឆ្លងកាត់ភូមិផងជួបសត្វព្រៃតាមផ្លូវផងមិនយូរប្រហែលនាងក៏ធ្វើដំណើរមកដល់ទីក្រុងផ្ទាល់អាញាចង់ធ្វើដំណើរទៅប៉ារីសប៉ុន្តែនាងអត់មានវីសាអ្នកធ្វើការក៏ស្រែកថាបើគ្មាន exit visa ទេមិនឲ្យទៅឡើយចេញលោកយាយនោះខាងក្រោយនោះក៏ខ្សឹបប្រាប់អាញាថាណែក្មេងតូចបើឯងចង់បានវីសាណាយើងស្គាល់បរិះពីរនាក់ពួកគេទាំងពីរនឹងលាក់ខ្លួននៅក្នុងបដិជវាំងចាស់ពួកគេនឹងជួយឯងហើយកុំប្រាប់ថាយើងជាអ្នកប្រាប់ណាឬសូអញ្ចឹងអាញារបស់យើងក៏ធ្វើដំណើរមកបដិជវាំងចាស់ចំពោះ Demetri រួមជាមួយនឹង Vlad ផ្ទាល់ពួកគេទាំងពីរកំពុងតែព្យាយាមសម្ភាសនារីណាម្នាក់ដែលមានទម្រង់ដូចជាព្រះនាង Anastasia ប៉ុន្តែអូយការសម្ភាសគេនេះដូចជាការចូលរួមសម្ដែងអញ្ចឹងគ្នាយើងអ្នកសម្ដែងនឹងធ្លាក់ទាំងអស់អត់អាចរើសនរណាម្នាក់ដែលស្តៀង Anastasia បានឡើយឥឡូវពេលដែលចប់អញ្ចឹងទៅពួកគេនឹងក៏ដើរចេញមកខាងក្រៅក៏ប៉ះជាមួយនឹងអាញាតែអាញាអត់ចាប់អារម្មណ៍ទេនាងក៏បន្តសួរឯណាផ្លូវទៅព្រះរាជវាំងចាស់អញ្ចឹងទៅមិនយូរប្រហែលអាញារបស់យើងក៏មកដល់ព្រះរាជវាំងចាស់ភូការបស់យើងក៏រត់ចូលទៅទីនោះអញ្ចឹងនាងខ្លាចដែរនាងក៏រត់ចូលតាមតែចូលមកដល់អាញារបស់យើងមានអារម្មណ៍ថានាងដូចជាស្គាល់ទីនេះភូការបស់យើងនឹងក៏រត់ពួនអាញាក៏ព្យាយាមតាមរកចុះរកឡើងអាញាក៏មានអារម្មណ៍ថាទីនេះជាកន្លែងដែលនាងធ្លាប់ស្គាល់កន្លែងដែលនាងធ្លាប់ស្មើសម័យឃើញថាមានមនុស្សរាំជាច្រើនអាញាក៏បានរាំតាមការស្មើសម័យរបស់នាងហើយច្រៀងផងអីផងអញ្ចឹងទៅណាសំឡេងនេះក៏បានលឺសូរដល់ Demetri អាញាដែលវិញកំពុងតែស្មើសម័យថានាងរាំជាមួយនឹងឪពុករបស់នាងប៉ុន្តែនាងអត់ដឹងទេ Demetri ក៏សែថាឈប់ណាគេនឹងនៅហ្នឹងចោលអីលឺសូរអញ្ចឹងអាញាក៏រត់ប៉ុន្តែ Demetri ថាឈប់កុំរត់ដូច្នេះនាងក៏ឈប់ Demetri ក៏សួរថាតើនាងចូលមកទីនេះដោយវិធីណាពេលសួររួច Demetri របស់យើងក៏ឃើញរូបអាញារបស់យើងរួមជាមួយនឹងព្រះនាង Anastasia នឹងដូចគ្នាខ្លាំងមែនទែនទៅស្តៀងរលេខដាក់គ្នាណាអាញាបន្តថាតើលោកជា Demetri ឬខ្ញុំមកទីនេះដើម្បីរក exit visa Demetri គាត់អត់បានខ្វល់ចានទេគាត់ក៏ប្រាប់ Vlad ថា Vlad គិតដូចខ្ញុំអត់ម្នាក់នឹងឯងគឺជាតួបន្លំធ្វើជាព្រះនាង Anastasia អញ្ចឹង Demetri របស់យើងនឹងមកគាត់ក៏បានមកសម្លឹងមើលអាញាកាន់តែចិត្តទៅក៏ឃើញថាដូចកាន់តែខ្លាំង Demetri ក៏សួរប្រវត្តិរបស់អាញានាងក៏បញ្យល់ថានាងជាក្មេងកំព្រាខ្ញុំមិនស្គាល់គ្រួសាររបស់ខ្ញុំជានរណាទេតែមានបន្តខ្សែកនេះប្រាប់ឲ្យខ្ញុំទៅប៉ារីស Demetri ក៏បានប្រាប់របស់ថាបើសិនជាអ្នកនាងអាញាឯងចង់ទៅប៉ារីសខ្ញុំមានសម្បត្តិតែ3ទេមួយស្លឹកទៀតគឺសម្រាប់ព្រះនាង Anastasia ខ្ញុំត្រូវនាំព្រះនាង Anastasia ទៅជួបជាមួយនឹងលោកយាយរបស់ទ្រង់អញ្ចឹងបើអ្នកនាងថាខ្លួនអ្នកនាងជា Anastasia អ្នកនាងអាចទៅជាមួយពួកខ្ញុំបានរួចហើយអាញាក៏និយាយថាតើបងខ្ញុំគិតថាអ្នកទាំងពីរមិនធម្មតាតែឥឡូវអ្នកទាំងពីរឈួតហើយខ្ញុំអត់ដឹងប្រវត្តិខ្លួនឯងផងឲ្យខ្ញុំទៅធ្វើជាព្រះនាង Anastasia ហ្មងពួកគេទាំងពីរក៏ព្យាយាមបញ្ចុះបញ្ចូលថាធ្វើម៉េចដឹងអ្នកនាងគឺមានទម្រង់ស្តៀង
ងនឹងព្រះនាង Anastasia ជាងគេមកប្រទេសនេះអ្វីដែលសំខាន់អ្នកនាងអត់ដឹងប្រវត្តិខ្លួនឯងទៀតអញ្ចឹងបើអ្នកនាងគ្រាន់តែសាកទៅប៉ារីសហើយធ្វើការសម្ភាសជាមួយនឹងម្ចាស់ស្ត្រី Marie ទៅជាប់ឬមិនជាប់វាអត់ជាបញ្ហាទេអ្វីដែលសំខាន់អ្នកនាងអាចទៅប៉ារីសបានចំណេញអត់តែបើអ្នកនាងមិនសម្រេចចិត្តអញ្ចឹងក៏បានដែរពួកខ្ញុំទៅហើយបាទអញ្ចឹងទាំង Dimitri រួមជាមួយនឹង Vlad ក៏ដើរចេញមែន Vlad ក៏ថា Dimitri តិចម្នាក់ស្រីនឹងអត់ព្រមសហការជាមួយយើងទៅ Dimitri ថាចាំតិចទៀតទៅហើយ Anja ក៏គិតថាមិនខុសអីទេគ្រាន់តែទៅណែនាំខ្លួនទៅបើគេគិតថាខ្ញុំជាព្រះនាង Anastasia ក៏អូខេបើគេក៏អត់ទៅមិនជាបញ្ហាទេណោះអញ្ចឹង Anja ក៏សៃថា Dimitri ខ្ញុំយល់ព្រមចូលអន្លង់តែម្ដងមក Anja ក៏មានដំណើរផ្សងព្រេងរបស់នាងមួយទៀតគឺនាងត្រូវទៅទីក្រុងប៉ារីសអញ្ចឹងសំឡេងនេះក៏ស្រាប់តែធ្វើឲ្យបជាវដែលជាសត្វរបស់ Rasputin ភ្ញាក់មកហើយគាត់នេះមានឈ្មោះថា Bartok អញ្ចឹង Bartok គឺគាត់ជាបជាវដែលមានជីវិតអមតៈហើយគាត់កំពុងតែការពារកែវវេទមន្តរបស់ Rasputin ប៉ុន្តែអាកែវវេទមន្តនឹងក៏ចាប់ផ្ដើមដំណើរការពេលដែលលឺសូរសំឡេងរបស់ Anya ចាប់ផ្ដើមផ្សងព្រេងទៅកាន់ទីក្រុងប៉ារីស Bartok គាត់ក៏គិតខ្លួនឯងថាមិនក៏ម្នាក់ស្រីនឹងនិយាយថាទៅប៉ារីសបែរជាកែវវេទមន្តនេះចាប់ផ្ដើមមានពលឹងវិញ្ញាណរើបំរាស់វិញអញ្ចឹងតាមដែលលោកម្ចាស់ខ្ញុំប្រាប់បើសិនជាគាត់បំផ្លាញខ្សែស្រឡាយរបស់ស្ដេច Romano ចប់អាកែវនេះវាអត់មានឥទ្ធិពលទេទីកែវនឹងយល់ច្រឡំទៅភ្លាមនោះកែវបិសាចនោះក៏ចាប់ជើងរបស់ Bartok យើងនឹងចូលទៅក្នុងទឹកហើយទៅអន្លង់យ៉ាងជ្រៅទៀតនិយាយទៅវាប្រៀបដូចជាចូលទៅក្នុងឋាននរកអញ្ចឹងឆ្លងកាត់តំបន់ចម្លែកជាច្រើនរួចក៏ចូលទៅកាន់ភពមួយដាច់ស្រយាលនិយាយទៅវាចម្លែកហ្មងគ្នាយើងនៅលើភពអណ្ដែតនោះ Bartok ផ្ទាល់ក៏ឆ្ងល់ថាអញមិនក៏កែវបិសាចនេះនាំអញមកទីនេះអញ្ចឹងវិញកន្លែងហ្នឹងកន្លែងស្អីក្រោយមក Rasputin ដែលត្រូវបានគេគិតថាស្លាប់ហ្នឹងនៅមានជីវិតអ្នកទាំងអស់គ្នាគាត់ក៏សួរថាអាណាគេមករំខានអញBartok មិនក៏ឯងមកទីនេះបាន Bartok ផ្ទាល់ក៏ថាលោកម្ចាស់នៅមានជីវិតទេប៉ុន្តែមានជីវិតអីបាទគាត់ឈូសគ្រាប់ភ្នែកមាត់របស់គាត់ធ្លាក់ចុះមកខាងក្រោមអីអញ្ចឹងទៅណាលក្ខណៈគាត់ជាខ្មោចហើយ Bartok ក៏ប្រាប់ថាកែវវេទមន្តនឹងនាំខ្ញុំមករកលោកម្ចាស់ដោយសារតែ Anastasia នៅមានជីវិតប្រហែលអញ្ចឹងលោកម្ចាស់មើលទៅដូច្នេះគំនុំរបស់ Rasputin នៅតែកើតឡើងទៀតគាត់ចង់បំផ្លាញខ្សែស្រឡាយស្ដេច Romano អញ្ចឹងបើកែវបិសាចរបស់គាត់នៅតែដំណើរការបានន័យថាគោលបំណងរបស់គាត់មិនទាន់បញ្ចប់ទេដូច្នេះគាត់ត្រូវទៅតាមកំចាត់ Anastasia ម្ដងទៀតហើយក្នុងដំណើរនោះផងដែរគាត់ឈៀងលបូតដៃលបូតជើងក្បាលគាត់នឹងក៏មិនដឹងជាប់កណាណីហើយមានសត្វចម្លែកនៅទីនឹងផ្សេងយ៉ាងច្រើនទៀត Bartok ក៏មានអារម្មណ៍ថាអូយថាអញទៅវាចម្លែកអាយុអមតៈសត្វនេះចម្លែកជាងអញទៅទៀតចំពោះ Rasputin របស់យើងផ្ទាល់គាត់ក៏បានយកកែវបិសាចរបស់គាត់ដើម្បីឲ្យកែវនឹងចេញធ្វើការឲ្យគាត់យ៉ាងណាក៏ដោយតាមសម្រាប់នឹងបំផ្លាញ Anastasia អូចាំមើលមិនវិញណោះចំពោះ Anastasia របស់យើងដែលជា Anya ឯនេះវិញមកឥឡូវនេះកំពុងតែធ្វើដំណើរតាមរទេះភ្លើងប៉ុន្តែមើលទៅភូការបស់យើងហាក់ដូចជាមិនពេញចិត្ត Dimitri ទេហើយ Dimitri រួមជាមួយនឹង Anya និយាយថាឆ្លោះគ្នារហូតពីព្រោះ Dimitri របស់យើងនិយាយថាបើដើរតួធ្វើជាពនាងឯហ្នឹងគឺសំដែងឲ្យសមកុំអង្គុយលក្ខណៈអញ្ចឹងដើរលក្ខណៈអញ្ចេះធ្វើលក្ខណៈអញ្ចោះយំទៅរហូត Anya ក៏តបទៅវិញថាតើលោកគិតទេតែខ្ញុំជាខ្សែរាជវង្ស Dimitri ថាពិតណា Anya ក៏ថាបើខ្ញុំជាខ្សែរាជវង្សគុំមកបញ្ជាខ្ញុំ Dimitri មិនចង់មានរឿងជាមួយនឹង Anya ក៏សុំទោសនាងតែនាងអត់ទទួលអញ្ចឹងពួកគេក៏ឆ្លោះគ្នាទៀតអញ្ញាក៏សួរមិនដែរ Dimitri ចាក់ចេញពីរុស្ស៊ីជាផ្ទះរបស់ខ្លួន Dimitri ថាជាកន្លែងដែលខ្ញុំនៅទេមិនមែនជាផ្ទះខ្ញុំឡើយនាងក៏គិតថាអញ្ចឹងលោកចង់បង្កើតផ្ទះនៅប៉ារីសហ៎ Dimitri ថាហេតុអ្វីក៏ត្រូវរកផ្ទះអញ្ញាក៏ថានេះគឺជារឿងដែលមនុស្សទូទៅចង់បានគេចង់បានផ្ទះធុញណាស់និយាយមិនចូលគ្នាទេខ្ញុំតបន្តិចមកលើកជើងចេញកំឡុងពេលនោះបជាវបិសាចរបស់ Rasputin យើងមកកំពុងតែធ្វើដំណើរតាមរទេះភ្លើងហ្នឹងហើយពួកវាក៏បានចូលទៅអាកន្លែងភ្លើងផ្ទាល់តែម្ដងមកកន្លែងជាម៉ាស៊ីនរបស់រទេះភ្លើងនោះហើយបើខាងវឡារបស់យើងវិញក៏ប្រទះឃើញគេពិនិត្យសម្បត្តិប៉ុន្តែនៅលើសម្បត្តិនេះគឺគេសរសេរប៊ិចពណ៌ខៀវតែពួកគេនេះបន្លំនឹងធ្វើសរសេរប៊ិចពណ៌ក្រហមអញ្ចឹងអាចទេរកផ្លូវរត់សិនបើមិនអញ្ចឹងទេនឹងគេចាប់ខ្លួននៅឡើយហើយភូកាយើងឯនេះវិញប្រទះឃើញពលឹងវិញ្ញាណបិសាចក៏ព្រុសប៉ុន្តែគ្មាននរណាចាប់អារម្មណ៍ Dimitri ក៏បានដាស់ Anya ភ្ញាក់ផ្ទះមកកភ្លៀងទៀតបន្ទាប់មកពួកគេក៏បានពួននៅកន្លែងក្បាលរទេះភ្លើងបិសាចរបស់ Rasputin ក៏បានផ្ដាច់ក្បាលរទេះភ្លើងពួកគេក៏ឆ្ងល់ថាអញមិនក៏ដាច់ក្បាលរទេះភ្លើងស្រួលម៉េះតែយ៉ាងណាក៏ដោយពួកគេចង់គ្រប់គ្រងក្បាលរទេះភ្លើងប៉ុន្តែពេលដែលមកដល់ផ្នែកខាងមុខក៏ប្រទះឃើញថាអត់មាននរណាបើករទេះភ្លើងនោះឡើយហើយចង់គ្រប់គ្រងក្បាលរទេះភ្លើងក៏គ្រប់គ្រងមិនបានដោយសារតែវាមានកម្ដៅខ្លាំងពេកបាទពួកបិសាចនឹងវាធ្វើឲ្យម៉ាស៊ីនក្ដៅអញ្ចឹង Dimitri របស់យើងមិនអាចបញ្ជាចកោតបានមិនអាចចាប់ប្រាំងបានមិនអាចធ្វើអីបានតែម្ដងវិធីបន្តនឹងគឺចង់ហក់ចុះពីរទេះភ្លើងប៉ុន្តែអូយផ្លូវលឿនអញ្ចឹងហក់ចុះដឹងតែងាប់តែម្ដង Dimitri ក៏នឹកឃើញវិធីមួយទៀតបាទផ្ដាច់ក្បាលរទេះភ្លើងប៉ុន្តែពួកបិសាចនឹងក៏បានប្រើវេទមន្តរបស់ពួកវានឹងភ្ជាប់ក្បាលរទេះភ្លើងឡើងជាប់ផឹងតែម្ដងមកគេហៅថាបន្ថែមដៃទៀតអញ្ចឹងណាដូច្នេះមិនអាចផ្ដាច់ដោយដៃបាននោះទេអញ្ញារបស់យើងក៏ប្រទះឃើញគ្រាប់បែកអញ្ចឹងនាងក៏បកគលគ្រាប់បែកនឹងទៅឲ្យ Dimitri របស់យើងដើម្បីបំផ្ទុះផ្ដាច់អូយផ្ដាច់បានយកជ័យហើយពួកគេសង្ឃឹមថានឹងមានជីវិតរស់ប៉ុន្តែពួកបិសាចអត់ឈប់ទេវាក៏បានផ្ដាច់ស្ពានរទេះភ្លើងផ្ទាល់តែម្ដងពួកគេក៏ថាហេក៏រឿងអីចម្លែកខ្លាំងម្ល៉េះឥឡូវធ្វើបែបណាយើងធ្វើម៉េចហក់ចុះឬមួយក៏យ៉ាងណា Dimitri ក៏នឹកឃើញវិធីមួយទៀតគឺដាក់
ដៃដើម្បីតាក់ជាមួយនឹងផ្លូវរទេះភ្លើងនោះសំណាក្រោយបេះនឹងធ្លាក់អាញារបស់យើងក៏ជួយតាន់អញ្ចឹង Demetri នឹងគាត់ក៏ដឹងគុណទៅដល់អាញាដែរឥឡូវពួកគេក៏បានទម្លាក់ដៃដើម្បីតាក់ជាមួយនឹងផ្លូវរទេះភ្លើងប៉ុន្តែវាអត់ព្រមឈប់ទៀតបាទវាលឿនខ្លាំងពេកយ៉ាងណាក៏ដោយរទេះភ្លើងក៏រៀងបន្ថយល្បឿនអញ្ចឹងពួកគេក៏បន្ថយបន្តានជីវិតរបស់ពួកគេហក់ចុះពីលើរទេះភ្លើងនោះផ្ទាល់តែម្ដងពេលដែលហក់ចុះរួចសំណាងណាស់គ្មានបញ្ហាអ្វីនោះទេចំណែកឯក្បាលរទេះភ្លើងក៏បានធ្លាក់ចុះទៅខាងក្រោមផ្ទុះភ្លើងយ៉ាងសាហាវឃើញអត់បើសិនជាចុះមិនតាន់ស្លាប់បាត់ចំពោះ Rasputin បាទគាត់ក៏មានកំហឹងមួម៉ៅមិនក៏គាត់តាមបំផ្លាញ Anastasia មិនបានអញ្ចឹងបាទថកដែលជាបជាក៏និយាយថាលោកម្ចាស់សម្រួលអារម្មណ៍កុំ stress សោះណាយើងនៅមានវិធីផ្សេងទៀតបាទថកក៏បានបោះអាកែវវីតាមុនទៅឲ្យលោកម្ចាស់របស់ខ្លួនប៉ុន្តែបោះហួសអញ្ចឹងវាធ្លាក់បែកអញ្ចឹងទៅអូយលោក Rasputin គាត់ក៏បានលះបង់ដើម្បីចាប់កែវវីតាមុនគាត់មកវិញបាទដែលអាដបអាកែវគាត់ស្អីគេហ្នឹងគឺវាដូចជាជីវិតគាត់អញ្ចឹងតែវារលាយគាត់រលាយដែរណាបាទថកក៏និយាយថាបាទខ្ញុំប្រកែកខ្ញុំនឹងជួយលោកម្ចាស់ហើយតែ Rasputin គាត់ក៏ថាអូយកុំបារម្ភយើងមានវិធីមួយទៀតចំពោះអាញារបស់យើងពួកគេត្រូវដើរឆ្លងកាត់ប្រទេសប៉ូឡូញដើម្បីទៅដល់អាល្លឺម៉ង់រួចហើយជិះកប៉ាល់ធ្វើដំណើរទៅប៉ារីសផ្ទាល់តែម្ដងមកក្នុងដំណើរនោះនៅតាមផ្លូវហ្នឹងបាទវ្លាតរបស់យើងរួមជាមួយនឹង Demetri ហ្នឹងក៏បានបង្រៀនពីគេហៅថាសកម្មភាពខ្លះៗរបស់ខ្សែរាជវង្សបន្ទាប់មកពួកគេនឹងនាំអាញារបស់យើងទៅជួបជាមួយនឹងប្អូនជីដូនមួយរបស់ម្ចាស់ស្ត្រី Anastasia ក៏ឆ្ងល់ថាម៉េចក៏មិននាំខ្ញុំទៅជួបជាមួយនឹងម្ចាស់ស្ត្រីផ្ទាល់មិនក៏នាំខ្ញុំទៅជួបជាមួយនឹងជីដូនមួយគាត់ទៅវិញវ្លាតគាត់ក៏បញ្យល់ថាតើតែឆ្លងកាត់ប្អូនជីដូនមួយរបស់ម្ចាស់ស្ត្រី Marie សិនទើបអាចទៅជួបជាមួយម្ចាស់ស្ត្រី Marie បាន Demetri ក៏បានប្រាប់ឲ្យអាញារបស់យើងធ្វើយ៉ាងម៉េចក៏ដោយនឹងបញ្ចុះបញ្ចូលប្អូនជីដូនមួយរបស់ម្ចាស់ស្ត្រី Marie ដែលមានឈ្មោះថា Sophie នឹងឲ្យជឿថានាងគឺជា Anastasia ប៉ុន្តែអាញាបដិសេធថា No ខ្ញុំមិនអាចធ្វើទៅបានទេបញ្ចុះបញ្ចូលមិនបើខ្ញុំអត់ដឹងអីហងហ្នឹងហើយក្រែងដំបូងលោកគ្រាន់តែប្រាប់ឲ្យខ្ញុំបង្ហាញខ្លួនណាឥឡូវលោកចង់ឲ្យខ្ញុំនឹងបញ្ចុះបញ្ចូលម្ចាស់ស្ត្រីថាខ្ញុំជា Anastasia នេះគឺជាការបោកប្រាស់ណាតែ Demetri នៅតែបញ្យល់ថាមិនអាញាឯងដឹងថាបោកប្រាស់បើអាញាឯងអត់ដឹងប្រវត្តិខ្លួនឯងដែរហ្នឹងហើយអ្វីដែលសំខាន់មើលរូបខ្ញុំមកតើខ្ញុំស័ក្តិសមអត់ប្លាត់របស់យើងគាត់ក៏បានមកបញ្ចុះបញ្ចូលទៅកាន់អាញាថាកុំបារម្ភតាមពិតទៅប្រវត្តិរបស់ខ្ញុំក៏ជាខ្សែមន្ត្រីថ្នាក់ខ្ពស់ដែរនៅក្នុងចំនួនរ៉ូម៉ាណូប៉ុន្តែបន្ទាប់ពីសហភាពសូវៀតមានអំណាចមកហើយខ្ញុំក៏ខ្លាចទៅជាជនក្រីក្របរាជ័យតែទុកចិត្តលើខ្ញុំចោះខ្ញុំនឹងអាចបង្រៀនឲ្យអាញាឯងខ្លាចជាខ្សែរាជវង្សបានហើយខ្សែភ្នាក់ខ្ញុំមិនងាយខុសទេហើយគ្មានអ្វីសេះសល់សម្រាប់អាញាឯងទេនៅរុស្ស៊ីនោះអញ្ចឹងគឺមានតែប្រឹងសម្រាប់ប៉ារីសហើយគិតយ៉ាងម៉េចដែរអាញាក៏សម្រេចចិត្តថាបានខ្ញុំនឹងព្យាយាមហាត់រៀនពីអ្នកទាំងអស់គ្នាអញ្ចឹងបង្រៀនខ្ញុំពីវិធីដើម្បីឲ្យស័ក្តិសមធ្វើជាពនាងមកពួកគេក៏បង្រៀនឲ្យអាញារបស់យើងដើរអង្គុយឈរហូបចុកកាន់ស្លាបព្រាហើយជីសេះប៉ុន្តែអ្វីដែលប្លែកនោះគឺអាញារបស់យើងជីសេះយ៉ាងស្ទាត់ជំនាញទាំងនាងមិនដែលជីពីមុនគ្រប់គ្នាឡើងភ្ញាក់ផ្អើលបាទមិនអោយភ្ញាក់ផ្អើលមិនបាទ Anastasia គាត់មិនជីសេះតាំងក្មេងវ្លាត់ផ្ទាល់នោះក៏បានប្រាប់ឲ្យអាញារបស់យើងនឹងស្គាល់ខ្សែរាជវង្សឲ្យអស់មិនយូរប្រហែលពួកគេក៏ធ្វើដំណើរមកដល់អាល្លឺម៉ង់ហើយក៏ឡើងជិះទៅលើកប៉ាល់ដ៏ធំនេះដើម្បីទៅប៉ារីស Demetri របស់យើងគាត់ក៏ឆ្លៀតយករ៉ូបមួយនោះមកឲ្យអាញាតែអាញាមានអារម្មណ៍ថាអានេះមានរ៉ូបទេដូចវាំងននតែមិនអីទេខ្ញុំចេះកាត់ដេរដែរតាពេលដែលអាញារបស់យើងតុបតែងខ្លួនរួចអ្នកទាំងអស់គ្នាអើយបាទគឺគាត់ដូចជាពនាងមែនអញ្ចឹងស្រស់ស្អាតខ្លាំងណាស់វ្លាត់ក៏ថាមើល Demetri រំជាមួយពនាងអាញាមើលកម្លាំងពនាងណារំសុក Demetri របស់យើងក៏លងនឹងសម្រស់របស់អាញាក៏មានអារម្មណ៍ល្អជាមួយនឹង Demetri បាទគេហៅថាស្អប់ចំពប់លើពួកគេទាំងពីររត់ថើបគ្នាប៉ុន្តែ Demetri គាត់ដឹងពីគោលដៅរបស់គាត់ជាជនបោកប្រាស់ហើយគាត់ចង់បោកឲ្យអាញារបស់យើងសម្ដែងអញ្ចឹងណាអញ្ចឹងគាត់មិនអាចមានស្នេហាជាមួយនាងបានទេក្រោយមកទៀត Demetri របស់យើងគឺគាត់គេងមុនហើយវ្លាតក៏ប្រាប់ថាអូយ Demetri តែគេងហើយអាណាវាយផ្ទះកាភ្លៀងមិនងាយភ្ញាក់ទេភ្លាមនោះក៏បានរបូតប្រអប់ភ្លេងនឹងចេញពីកាតាបវ្លាតរួមជាមួយនឹង Demetri អត់ស្គាល់ទេថាប្រអប់នឹងជាអ្វីពួកគេអត់ដែលបើករួចទេតែពួកគេគិតថាវាជាប្រអប់គ្រឿងអលង្ការមានតម្លៃអីអញ្ចឹងណាចំពោះអាញានាងមានរាប់ថានាងធ្លាប់ស្គាល់ហើយនាងក៏គិតថាវាមិនមែនជាប្រអប់គ្រឿងអលង្ការទេឃើញប្រអប់នេះអាញារបស់យើងក៏សម័យឃើញមានគេរាំរែកនៅក្នុងពិធីជប់លៀងមកចាឥឡូវរៀងយប់ជ្រៅពួកគេក៏ចូលគេងហើយវាក៏ដល់វគ្គដែល Rasputin របស់យើងប្រើវេទមន្តបិសាចរបស់ខ្លួនទៀតហើយគឺវេទមន្តនៃក្តីសុបិនព្រលឹងវិញ្ញាណបិសាចក៏បានចូលទៅក្នុងខ្លួនរបស់ព្រះនាងអាញាក៏សម័យបាទអូមានទេសភាពស្រស់បំព្រងក្មេងប្រុសហៅនាងទៅអញ្ចឹងទៅនាងក៏រត់តាមតែជាក់ស្ដែងគឺនាងនៅលើសំពៅលើកប៉ាល់នឹងទេចំណែកឯភូកានឹងក៏ព្រោះអាញាអត់ភ្ញាក់អញ្ចឹងក៏ព្រោះដាស់ Demetri អាញារបស់យើងធ្វើដំណើរតាមក្មេងប្រុសនោះដែលកំពុងតែនៅក្នុងស្ថានភាពព្យុះហើយពេលនាងផ្ញើក្រោយអញ្ចឹងនាងក៏គិតថានាងរអិលជើងនៅក្នុងក្តីសុបិនអត់ខ្វល់អីទេអាញឹមចំពោះ Demetri ទៅតែភ្ញាក់ពេលដែលភ្ញាក់មកបាត់អាញាអញ្ចឹងខ្លួនក៏បញ្ញាចេញទៅរកអាញាក៏ប្រទះឃើញក្រុមណាទេមិនដឹងទេបាទកំពុងតែហែលទឹកយ៉ាងសប្បាយហើយហៅនាងហក់ចូលទៅជាមួយនាងក៏ចង់ហក់ចូលតែ Demetri របស់យើងក៏ស្រែកហៅអាញាឮសូរសំឡេងរបស់ Demetri ក៏រៀងរារែកទៅហើយអ្នកនៅក្នុងទឹកនោះបាទគឺជាបិសាចរបស់យើងសោះ Rasputin ក៏បានប្រែក្លាយជាបិសាចចង់តង់យកអាញារបស់យើងចូលទៅក្នុងទឹកអាញាក៏ព្យាយាមតទល់ជាមួយបិសាចបាទប៉ុន្តែការយល់សប្តិនេះធ្វើឲ្យនាងចោះចាញ់បិសាចចឹងទៅសំណាងល្អ Demetri ក៏មកជួយតាន់អាញាក៏ថាអូ
នេះគឺជាបណ្ដាសារបស់ខ្សែរាជវង្ស Romano នាងក៏បានអប Dmitry ទាំងភ័យខ្លាចចំណែក Rasputin ខឹងបរាជ័យបាទឥឡូវនេះក្បាលរបស់គាត់ធ្លាក់ចូលក្នុងខ្លួនតែហ្មងណាគាត់ខឹងណាស់គាត់ក៏បានចាប់សត្វដទៃផ្សេងទៀតមកច្បាច់មកអីចឹងទៅឥឡូវនេះបើគាត់បញ្ជូនបិសាចទៅដោះសែមិនរួចគាត់ត្រូវតែទៅដោយខ្លួនឯងតែបាទថកនិយាយថាទៅមិនលោកម្ចាស់ជាខ្មោចឲ្យធំផ្លិនស្អុយ Rasputin គាត់ក៏បាញ់ទឹកអប់ហើយតុបតែងខ្លួនបាទថកក៏សួរថាធ្វើដំណើរដោយវិធីណាយើងជាអាទិភ្លើងមិនបានទេ Rasputin ក៏និយាយថាយើងហោះទៅតែម្ដងពួកគេក៏ហោះចេញដើម្បីធ្វើដំណើរទៅបំផ្លាញអានយ៉ាឥឡូវយើងកាត់មកដល់ប៉ារីសវិញម្ចាស់ស្ត្រី Marie របស់យើងបាទឥឡូវនេះគាត់ចាស់ខ្លាំងហើយម្នាក់ស្រីនេះគឺតាំងខ្លួនជាព្រះនាង Anastasia ប៉ុន្តែបាទម្ចាស់ស្ត្រី Marie សួរចុះសួរឡើងគ្មានឆ្លើយត្រូវមកសំណួរហើយ Sophie នេះដែលជាប្អូនជីដូនមួយក៏ថាមកចេញទៅវិញទៅម្ចាស់ស្ត្រីមួមកហើយចំពោះម្ចាស់ស្ត្រី Marie ផ្ទាល់ដែលមានក្តីរំពឹងថាចៅរបស់គាត់រស់នេះគាត់ឆ្អែតចិត្តហើយមនុស្សមកជាច្រើនរយនាក់មកបោកបន្លំគាត់ថាពួកគេនឹងគឺជា Anastasia តែគ្មានអាណាមួយជា Anastasia ពិតទេគាត់ក៏ផ្ដាំទៅ Sophie ថាលើក្រោយឈប់នាំនរណាមកជួបខ្ញុំណាខ្ញុំឆ្អែតហើយចំពោះគ្នារបស់ Dmitry ពួកគេក៏ធ្វើដំណើរមកដល់ទីក្រុងប៉ារីសប្លាត់របស់យើងក៏បានមកជួបជាមួយនឹង Sophie ភ្លាមម៉ែដូរពណ៌សក់ទៀតណាអញ្ចឹង Sophie នឹងគឺស្រឡាញ់គ្នាជាមួយ Vlad ឥឡូវពួកគេទាំងអស់ក៏ចូលមកផ្ទះអញ្ចឹងទៅលើកលែងថាភូការរបស់យើង Sophie ក៏ចាប់ផ្ដើមសួរសំណួរទៅកាន់ Anya តែម្ដងម៉ែសំណួរដែលនាងទន្ទិញអញ្ចឹងណាថានាងកើតនៅឯណា Anya ក៏កុហកថានាងកើតនៅប៉ារីសវាំងសួរនាងចូលចិត្តអីនាងក៏បន្តកុហកទៀតអញ្ចឹងទៅ Sophie ក៏បន្តសួរសំណួរពិសេសមួយទៀតថានាងអាចរត់ចេញពីប៉ារីសវាំងដោយវិធីណានៅចំណុចហ្នឹងអត់មានសំណួរឆ្លើយរួចទេសូម្បីតែ Dmitry ក៏អត់ដឹងដែរបន្ទាប់មក Anya នាងក៏មានការសម័យរបស់នាងធ្លាប់សុបិនឃើញនាងថាមានក្មេងប្រុសម្នាក់ជួយបើកជញ្ជាំងឲ្យខ្ញុំរត់ពាក្យនេះបានធ្វើឲ្យ Dmitry ភ្ញាក់ឲ្យព្រឹតពីព្រោះ Dmitry នឹងគឺជាអ្នកជួយព្រះនាង Anastasia រួមជួយម្ចាស់ស្ត្រី Marie នឹងឲ្យរត់ចេញតាមជញ្ជាំងអញ្ចឹងគាត់ដឹងថានេះមិនមែនជា Anastasia ខ្លាំងៗទេជា Anastasia ពិតចំពោះ Sophie ផ្ទាល់គាត់ក៏ថាម្នាក់នេះដូចជាស័ក្តិសមជាព្រះនាង Anastasia ប៉ុន្តែសោកស្ដាយណាស់បងស្រីរបស់ខ្ញុំដែលជាម្ចាស់ស្ត្រី Marie ថាលែងចង់ជួបនរណាគេដែលបន្លំខ្លួនធ្វើជា Anastasia ហើយតែនៅមានឱកាសមានពិធីរំលែកដ៏សប្បាយមួយដែលបងស្រីរបស់ខ្ញុំនឹងចូលរួមអញ្ចឹងអ្នកទាំងអស់គ្នាអាចជាឱកាសហ្នឹងជួបជាមួយនឹងបងស្រីខ្ញុំបានអូអញ្ញារបស់យើងរួមជាមួយនឹង Vlad សប្បាយប៉ុន្តែ Dmitry គាត់បែរជាលែងសោកសប្បាយដូចមុនគាត់ចង់ប្រាប់ Vlad ថាអញ្ញាគឺជាព្រះនាងពិតតែ Vlad គាត់នៅតែអត់យល់ព្រាមនោះអញ្ញាក៏ចេញមកថាតោះពួកយើងទៅ shopping អញ្ចឹងអញ្ញាក៏បានទិញសម្លៀកបំពាក់លយស្អាតទំនើបបែបលក្ខណៈព្រះនាងម្ចាស់អញ្ចឹងទៅណាដើម្បីពាក់ចូលរួមក្នុងកម្មវិធីនៅថ្ងៃពិធីរំលែកផ្ទាល់ Dmitry របស់យើងក៏បញ្យល់ប្រាប់ Vlad ថាអ្នកដែលបើកជញ្ជាំងនោះគឺជាខ្ញុំហើយអញ្ញានេះគឺជាព្រះនាង Anastasia ពិតប្រាកដ Vlad ក៏ថាអូអញ្ចឹងយើងស្វែងរកឃើញក្រុមគ្រួសាររបស់អញ្ញាពិតប្រាកដហើយអញ្ញាជាព្រះនាងអញ្ចឹងពួកយើងគួរតែសប្បាយគោលបំណងរបស់ពួកយើងជោគជ័យនិយាយទៅ Vlad របស់យើងបាទគឺគាត់ស្រឡាញ់អញ្ញាប្រៀបដូចជាកូនប្រៀបដូចជាប្អូនអញ្ចឹងហើយ Vlad របស់យើងនឹងគាត់ក៏ចង់ឲ្យ Dmitry នឹងសារភាពប្រាប់អញ្ញាព្រៀបនោះអញ្ញាក៏មកដល់ថាប្រាប់រឿងអីបាទពួកគេអត់ទាន់ប្រាប់ទេអញ្ញារបស់យើងក៏បានដោះអាវក្រៅចេញឡើងទៅលើកម្មចដានិយាយថាមនុស្សគ្រប់គ្នាសម្លឹងមើលមិនដាក់ភ្នែកនិយាយទៅមើលទៅដូចជាព្រះនាងហ្មងណាឥឡូវមកអង្គុយមើលការសម្ដែងនេះអញ្ញារបស់យើងក៏បានប្រើកែវយិតឃើញម្ចាស់ស្ត្រី Marie ហើយនាងក៏មានអារម្មណ៍ចម្លែកដូចជាធ្លាប់ស្គាល់ថ្ងៃណាមួយនាងក៏ភ័យដែរតែ Dmitry ថាកុំភ័យលើកនេះនឹងជោគជ័យបាទពីព្រោះគាត់នឹងនៅក្បែរអញ្ញាជានិច្ចហើយនឹងជួយនាងឲ្យបានជោគជ័យឥឡូវពេលដែលពិធីសម្ដែងចប់អញ្ញារបស់យើងក៏ឈរចាំនៅនឹងទ្វារ Sophie ក៏ធ្វើជាសម្ដែងជាមួយនឹង Dmitry ថាអូយលោក Dmitry អត់អាចចូលជួបជាមួយម្ចាស់ស្ត្រីបានទេម្ចាស់ស្ត្រីលែងចង់ជួបជាមួយព្រះនាង Anastasia បន្លំអីទៀតហើយតែ Dmitry ក៏ធ្វើជាដើរចូលមកបញ្យល់ថាម្ចាស់ស្ត្រីលើកនេះម្ចាស់ស្ត្រីជឿខ្ញុំចុះអ្នកដែលខ្ញុំនាំមកលើកនេះគឺជាព្រះនាង Anastasia ពិតប្រាកដម្ចាស់ស្ត្រីថាចេញឲ្យឆ្ងាយខ្ញុំអត់ចង់និយាយជាមួយឯងទេអូយហត់ណាស់តែ Dmitry គាត់នៅតែព្យាយាមទទូចបញ្យល់ Anastasia គាត់ក៏ព្យាយាមស្ដាប់ដល់ចំណុចនេះម្ចាស់ស្ត្រីគាត់ក៏និយាយអំពីគោលបំណងរបស់ Dmitry តែម្ដងថាស្មានតែយើងមិនដឹងឯងមិនខុសពីជនបោកប្រាស់ដទៃទេជើរើសនារីម្នាក់ឲ្យមានទម្រង់ដូចជាចៅស្រីរបស់យើងបង្ហាត់បង្រៀនឲ្យនាងស្លៀកពាក់ដើរហូបចុកឲ្យដូចជាព្រះនាងប៉ុន្តែពួកគេនៅតែជាជនបោកប្រាស់ជាតារាសម្ដែងប៉ុណ្ណោះហើយឯងព្យាយាមប្រឹងអស់ពីសមត្ថភាពនេះដើម្បីអីគឺដើម្បីទៅលុយ10លាននឹងឯងត្រូវអត់ដល់ចំណុចនេះទើបអញ្ញារបស់យើងដឹងពិតប្រាកដថាតាមពិតទៅ Dmitry មិនមែនចង់ជួយនាងទេតែ Dmitry ចង់បង្រៀនឲ្យនាងធ្វើជាជនបោកប្រាស់ដើម្បីបានលុយពីម្ចាស់ស្ត្រីអង្គរៈរបស់ម្ចាស់ស្ត្រីក៏បានចាប់អបិ Dmitry ចេញពីទីនោះចំពោះអញ្ញាផ្ទាល់ពេលដែល Dmitry ចេញមកខាងក្រៅនាងក៏និយាយថាលោកជាជនបោកប្រាស់ហើយលោកក៏ចង់នាំខ្ញុំឲ្យធ្វើជាអ្នកបោកប្រាស់ដូចជាលោកដែរ Dmitry ក៏បញ្យល់ថាអត់ទេអញ្ញាលើកនេះគឺជាការពិតត្បិតតែខ្ញុំចាប់ផ្ដើមមកក្នុងគោលបំណងបោកប្រាស់មែនតែឥឡូវខ្ញុំកែប្រែហើយអញ្ញាឯងជាពនាងពិតប្រាកដណាអញ្ញាស្ដាប់ខ្ញុំសិនតែអញ្ញាអត់ស្ដាប់ទេនាងក៏បានទះកំភ្លៀង Dmitry ម្ដាយរួចហើយក៏រត់ចាក់ចេញពីទីនោះចំពោះ Dmitry គាត់មិនបោះបង់ចោលទេគាត់ចង់ជួយអញ្ញាពិតប្រាកដគាត់ក៏បានអង្គុយចាំម្ចាស់ស្ត្រីរបស់យើងពេលដែលម្ចាស់ស្ត្រីចូលទៅក្នុងឡានគាត់ក៏បានដណ្ដើមឡាននោះហើយបើកម្ចាស់ស្ត្រីរត់មក
ដើម្បីមកជួបជាមួយនឹងអាយ៉ាម្ចាស់ស្ត្រីថាដាក់យើងចុះពីលើឡានភ្លាមឯងចង់ជាប់គុកហ៎ Demetri ថាអត់ទេលើកនេះម្ចាស់ស្ត្រីខ្ញុំច្បាស់ការណាបើម្ចាស់ស្ត្រីចង់ចាប់ខ្ញុំដាក់គុកក៏ចាប់ទៅចុះឥឡូវមកដល់មុខផ្ទះ Demetri ថាឡូម្ចាស់ស្ត្រីកុំម្ចាស់ស្ត្រីគ្រាន់តែជួបជាមួយនឹងនាងមកផ្លែតក៏បានដែរក្រោយមក Demetri ក៏បានបង្ហាញប្រអប់ភ្លេងម្ចាស់ស្ត្រីរបស់យើងឃើញប្រអប់នឹងភ្លាមគាត់ស្គាល់ផ្លែតអញ្ចឹងគាត់ដូចជាមានអារម្មណ៍ថាក្រុមនេះដូចជាមានភ័ស្តុតាងធំធៅ Demetri ក៏និយាយថាខ្ញុំដឹងថាម្ចាស់ស្ត្រីឈឺចុកចាប់ដោយសារតែគេបោកតែម្ចាស់ស្ត្រីទុកចិត្តលើរឿងនេះចុះខ្ញុំហ៊ានធានាម្ចាស់ស្ត្រីក៏ថាឯងនេះរឿងដូចយើងអញ្ចឹងចំពោះអានយ៉ាវិញនាងកំពុងតែប្រមូលអីវ៉ៃវ៉ារបស់នាងចង់ចាក់ចេញពីទីនេះក្រោយមកម្ចាស់ស្ត្រីរបស់យើងក៏ដើរចូលមកម្ចាស់ស្ត្រីក៏សម្ដែងទៅយើងងើយកហ្មងគាត់ថាមើលនាងតើនាងជានរណានាងចង់មកបោកប្រាស់យើងថានាងជាចៅយើងឬអានយ៉ាក៏បញ្យល់ថាឲ្យខ្ញុំសុំទោសម្ចាស់ស្ត្រីតែខ្ញុំក៏អត់ស្គាល់ខ្លួនឯងដែរយ៉ាងណាក៏ដោយតើម្ចាស់ស្ត្រីអាចប្រាប់ខ្ញុំបានទេថាខ្ញុំជានរណាតើមើលទៅម្ចាស់ស្ត្រីស្គាល់ខ្ញុំឬមួយក៏អត់ម្ចាស់ស្ត្រីម៉ារីក៏និយាយថាអូយឯងនេះប្រកែសម្ដែងជាងគេនេះហើយយើងលែងចង់ជឿហើយយើងទៅផ្ទះវិញហើយតែពេលដែលដើរឆ្លងកាត់អានយ៉ាក៏ធំក្លិនទឹកអប់គាត់ថាអូក្លិនរបស់ម្ចាស់ស្ត្រីធំក្លិនដូច peppermint ពួកឯក្លិនក៏ជាការចងចាំមួយដ៏ច្បាស់ដែរអ្នកទាំងអស់គ្នាអញ្ចឹងហើយអានយ៉ារបស់យើងក៏សម័យឃើញក្តីសុបិនរបស់នាងក៏សម័យថាកាលពេលហ្នឹងខ្ញុំធ្វើឲ្យដបទឹកអប់មួយនឹងបែកកំរាលហ្នឹងក៏សើមជោគដោយទឹកអប់នោះហើយក្លិនដែលខ្ញុំចងចាំនោះគឺជាក្លិនរបស់ម្ចាស់ស្ត្រីនឹងឯងដល់ចំណុចនេះម្ចាស់ស្ត្រីរបស់យើងគាត់អង្គុយស្ដាប់ហ្មងអានយ៉ាក៏បញ្យល់ទៀតថាយ៉ាងណាក៏ដោយពេលនោះខ្ញុំនឹកលោកយាយព្រោះលោកយាយត្រូវមកប៉ារីសម្ចាស់ស្ត្រីរបស់យើងថាមកអង្គុយក្បែរយើងមើលព្រាមនោះបតោងខ្សែកនោះក៏លោតចេញមកអានេះគឺជាភ័ស្តុតាងច្បាស់កលែតមួយទៀតហើយម្ចាស់ស្ត្រី Mary ក៏និយាយថាតើនេះឯងបានមកពីណាអានយ៉ាក៏យល់ថាខ្ញុំមិនដឹងទេពេលដែលខ្ញុំបាត់ការចងចាំរស់នៅមណ្ឌលកុមារកំពីគឺខ្ញុំមានបតោងខ្សែកនេះជាប់ខ្លួនតែម្ដងម្ចាស់ស្ត្រីបាទគាត់ក៏បានឲ្យអាប្រអប់ភ្លេងហ្នឹងទៅកាន់អានយ៉ាហើយអានយ៉ារបស់យើងនាងក៏បានក្រហឹមចម្រៀងដែលនាងធ្លាប់ស្គាល់ព្រោះវាជាភ្លេងដែលលោកយាយរបស់នាងតែងតែជៀងឲ្យស្ដាប់ហើយពេលដែលចាក់អាប្រអប់ភ្លេងហ្នឹងចេញសម្លេងហ្នឹងទៀតទៅទាំងយាយទាំងចៅក៏ជៀងចម្រៀងនោះជាមួយគ្នាដូច្នេះនេះពិតប្រាកដហើយអានយ៉ានេះឯងគឺជាព្រះនាង Anastasia ពិតប្រាកដចំពោះ Demetri បាទគាត់ដឹងហើយការងាររបស់គាត់បានជោគជ័យហើយគាត់មិនចង់បានអ្វីទៀតទេចំពោះ Rasputin របស់យើងវិញមកឥឡូវនេះគាត់បានធ្វើដំណើរមកដល់ប៉ារីសហើយគាត់ក៏ប្រទះឃើញព័ត៌មានដែលគេស្វែងរកឃើញព្រះនាង Anastasia ឃើញហើយអស់រយៈពេល10ឆ្នាំដូច្នេះ Rasputin គាត់ថាលើកនេះយើងមិនអោយបរាជ័យទេយើងនឹងបំផ្លាញខ្សែរាជវង្សនេះឲ្យអស់បាននិយាយទៅគ្នាប្រកាសជាអាចនឹងឆ្ងល់ថាហេតុអ្វីបាន Rasputin មិនសម្លាប់ម្ចាស់ស្ត្រី Mary ប៉ុន្តែបែរជាតាមសម្លាប់ Anastasia អានេះក៏ដោយសារតែអស់រយៈពេលជាច្រើនឆ្នាំហើយអាកែវបិសាចហ្នឹងវាអត់ដំណើរការទេទោះបីជាម្ចាស់ស្ត្រី Mary នៅមានជីវិតប៉ុន្តែពេលដែល Anastasia មានគោលបំណងចង់មកប៉ារីសទើបអាកែវបិសាចហ្នឹងចាប់ផ្ដើមដំណើរការអញ្ចឹង Rasputin គាត់គិតថាគោលដៅជីវិតគាត់អត់ទាន់ជោគជ័យទេដូច្នេះគាត់ត្រូវតែធ្វើឲ្យចប់គាត់សងសឹកតតែបានម្ចាស់ស្ត្រី Mary នេះវិញគាត់សប្បាយណាស់បានជួបជាមួយនឹងចៅរបស់គាត់ក៏បានយករូបគំនូរចាស់ៗដែលគាត់រក្សាទុកនឹងមកបង្ហាញដល់ចៅរួចហើយគាត់ក៏បានបកគលមកគុតពេជ្រដ៏មានតម្លៃនឹងឲ្យទៅកាន់ Anastasia របស់យើងនឹងពាក់មកចេញជាម្ចាស់ស្ត្រីចេញជាព្រះនាងត្មងអញ្ចឹងថ្ងៃនេះគឺជាពិធីជប់លៀងអបអរសាទរការស្វែងរកឃើញព្រះនាង Anastasia ម្ចាស់ស្ត្រីរបស់យើងគាត់ក៏បានកោះហៅ Demetri មកជួបគាត់ក៏ថាឯងទទួលបានជោគជ័យហើយ Demetri អញ្ចឹងលុយ10លាននេះយើងបកគលឲ្យឯងចំពោះ Demetri ក៏ថាអរគុណម្ចាស់ស្ត្រីតែខ្ញុំសូមបដិសេធមិនទទួលម្ចាស់ស្ត្រីក៏ថាមិនក៏ឯងកែប្រែចរិតអញ្ចឹង Demetri ក៏ថាខ្ញុំមិនមែនកែប្រែចរិតទេខ្ញុំកែប្រែបេះដូងម្ចាស់ស្ត្រីទៅតែភ្ញាក់ថាអញប៉ែនេះខែអ្នកបោកចង់បានលុយឥឡូវអញឲ្យលុយវាមិនក៏វាអត់ចង់បានអញ្ចឹង Demetri និយាយចប់ក៏អនលំទោនចេញពីទីនោះពេលដែលមកក៏ជួបជាមួយនឹងព្រះនាង Anastasia នាងមានអារម្មណ៍ថានៅខឹង Demetri ហើយក៏គិតថាប្រហែលជា Demetri មកយកលុយហី Demetri ក៏អត់តបទេហើយគាត់ក៏អនគ្រប់ទៅកាន់អាញារបស់យើងរួចហើយក៏ចាក់ចេញពីទីនោះ Demetri ក៏បានមកលាជាមួយនឹងលោក Vlad ជាលើកចុងក្រោយឥឡូវលោក Vlad របស់យើងគាត់មានតំណែងវិញហើយនៅក្នុងពិធីជប់លៀងផ្ទាល់មនុស្សនិយាយពីថាច្រើនមែនទែនតែម្ដងប៉ុន្តែមើលទៅ Anastasia របស់យើងផ្ទាល់ហាក់ដូចជាមិនសប្បាយចិត្តសោះអញ្ចឹងម្ចាស់ស្ត្រីគាត់ដឹងគាត់ក៏សួរចៅរបស់គាត់ថាចៅយ៉ាងម៉េចដែរចៅស្វែងរកឃើញក្រុមគ្រួសារស្វែងរកឃើញដើមកំណើតរបស់ចៅតើចៅសប្បាយចិត្តអត់ Anastasia ក៏និយាយថាសប្បាយលោកយាយខ្ញុំសប្បាយណាស់ម្ចាស់ស្ត្រី Mary គាត់ដឹងច្បាស់ពីចៅរបស់គាត់ក៏និយាយថាឲ្យតែចៅមានជីវិតយាយពិតជាសប្បាយណាស់យាយមិននឹកស្មានថាចៅអាចខ្លាចទៅជាមនុស្សស្រីដ៏រឹងមាំមានការគិតដោយខ្លួនឯងបែបនេះទេហើយយាយក៏ចង់ប្រាប់ចៅថា Demetri អត់មានបានយកលុយពីយាយឡើយដូចសូនអញ្ចឹង Anastasia នាងក៏ភ្ញាក់ឲ្យព្រឹកនាងថាមែនមិនក៏ Demetri អត់យកលុយដែលខ្លួនចង់បានអញ្ចឹងម្ចាស់ស្ត្រីក៏ថាហ្នឹងហើយចៅគិតខ្លួនឯងទៅយាយចូលទៅក្នុងពិធីជប់លៀងណាព្រាមនោះ Anastasia របស់យើងក៏លឺសូរសំឡេងភូកាព្រុសនាងក៏បានដេញតាមចូលទៅក្នុងព្រៃវង្វេងតាមពិតទៅនេះគឺជាល្បិចរបស់ Rasputin សោះ Rasputin ក៏បានប្រើវេទមន្តរបស់ខ្លួនបិទផ្លូវសួននេះចិត្ត Anastasia របស់យើងនាងក៏ចាប់ផ្ដើមវង្វេងនៅទីនោះ Demetri របស់យើងមកត្រៀមខ្លួនសម្រាប់ជាតិទេសភ្លើងចាក់ចេញពីទីនេះហើយក៏ឆ្លៀតសម្លឹងមើលផ្កាកន្លាបមើល
បការកលាប់នឹងក៏នឹកដល់អាណាសេសាចំពោះព្រះនាងរបស់យើងផ្ទាល់បាទគាត់ក៏បានរកឃើញឆ្កែរបស់គាត់បន្ទាប់មកអតិពលបិសាចក៏បំផ្លាញខ្លួនទៅជាវល់យ៉ាងរញ៉េរញ៉ៃដេញចាប់ព្រះនាងអាណាសេសាព្រះនាងរបស់យើងគាត់ក៏ព្យាយាមរត់ចុះរត់ឡើងក៏រត់មកដល់ស្ពាននៅទីនោះរ៉ាស្ពូទីនក៏បង្ហាញខ្លួនព្រះនាងរបស់យើងឃើញមុខរបស់រ៉ាស្ពូទីនព្រាមទ្រង់ក៏ស្គាល់ផ្លែតក៏ថាឯងគឺជារ៉ាស្ពូទីនឯងជាអ្នកបំបែកបំបាក់ក្រុមគ្រួសាររបស់យើងរ៉ាស្ពូទីនក៏ថាត្រូវហើយព្រះនាងហើយពេលនេះខ្ញុំមកបញ្ចប់ខ្សែស្រឡាយរបស់ព្រះនាងអតិពលរបស់កែវបិសាចរ៉ាស្ពូទីនក៏បានធ្វើការវាយប្រហារមកលើព្រះនាងអាណាសេសារបស់យើងមកចាប់ហែកកអាវចាប់អីព្រះនាងអញ្ចឹងទៅណាបាទថតរបស់យើងក៏មានអារម្មណ៍ថាអូយលោកហើយមិនក៏អាក្រក់ខ្លាំងម្ល៉េះតិចរឿងនេះចប់ដោយទឹកភ្នែកទៅព្រះនាងអាណាសេសាវិញបាទគឺគាត់អត់ខ្លាចរ៉ាស្ពូទីនទេគាត់ក៏សែកថាឯងធ្វើយ៉ាងម៉េចក៏យើងមិនខ្លាចឯងដែរអញ្ចឹងរ៉ាស្ពូទីនក៏ប្រើវិធានរបស់ខ្លួនកុំតិចអាស្ពាននឹងឲ្យព្រះនាងរបស់យើងធ្លាក់ចុះទៅក្នុងទឹកតោះហើយអ្នកទាំងអស់គ្នាដេមេទ្រីរបស់យើងក៏ត្រឡប់មកវិញមកជួយព្រះនាងរបស់យើងដាល់អាប៉ែរ៉ាស្ពូទីនមួយដៃរួចហើយក៏ព្យាយាមហក់ចាប់ដៃព្រះនាងរបស់យើងឡើងមកលើព្រះនាងរបស់យើងក៏ថាអូដេមេទ្រីខ្ញុំនឹងអរគុណលោកពេលដែលរឿងនេះចប់រ៉ាស្ពូទីនក៏បានចាប់ដេមេទ្រីរបស់យើងឲ្យហោះមកជាប់សេះហើយសេះនឹងក៏ចាប់ផ្ដើមមានជីវិតទម្លាក់ដេមេទ្រីរបស់យើងចុះមកហើយនឹងបាសេះនឹងក៏ចង់ហក់ជន់សម្រាប់ដេមេទ្រីរបស់យើងទៀតកំឡុងពេលនោះរ៉ាស្ពូទីនក៏បានទម្លាក់ព្រះនាងអាញ្ញារបស់យើងចុះទៅខាងក្រោមដេមេទ្រីក៏ហក់មកជួយប៉ុន្តែរ៉ាស្ពូទីនក៏ប្រើសេះបិសាចរបស់ខ្លួនចាប់ដេមេទ្រីឡើងមកលើវិញតែចាញ់ល្បិចទេបាទព្រះនាងអាញ្ញាយើងអត់មានធ្លាក់ទៅខាងក្រោមឡើយទ្រង់ក៏បានហក់មកផ្នែកខាងលើវិញអាណាស្តេសាក៏បានហក់វាយប្រហារទៅលើអប៉ែរ៉ាស្ពូទីនដើម្បីដណ្ដើមយកកែវបិសាចនោះប៉ុន្តែយកមិនបានសំណាងល្អភូការរបស់យើងក៏បានហក់ខំអាកែវបិសាចនោះយកទៅឲ្យព្រះនាងអាណាស្តេសាពេលដែលជន់បំបីទៅក៏ឃើញថាវេទមន្តរបស់រ៉ាស្ពូទីនចាប់ផ្ដើមផ្ទុះរលាយព្រះនាងរបស់យើងគាត់ក៏ជន់ថាមួយជើងនេះសម្រាប់ដេមេទ្រីជើងទី2សម្រាប់ក្រុមគ្រួសារខ្ញុំជើងទី3ជន់កំទេចចោលសម្រាប់ឯងបាទគាត់ទៅជន់កំទេចភ្លាមរ៉ាស្ពូទីនរបស់យើងបាទគាត់ក៏បានផ្ទុះចេញភ្លើងយ៉ាងសាហាវហើយរលាយខ្លួនខ្លាចទៅជាផេះផង់តែម្ដងអាញារបស់យើងក៏បានមកពិនិត្យមើលដេមេទ្រីបាទដេមេទ្រីរបស់យើងវាយប្រហារជាមួយនឹងសេះអញ្ចឹងឥឡូវនេះគឺដាស់លែងភ្ញាក់ហើយប៉ុន្តែអត់ទេបាទតាមពិតគាត់សន្លប់ទេពេលគាត់ភ្ញាក់មកវិញអូព្រះនាងរបស់យើងនឹងក៏ហក់អប់ដេមេទ្រីហើយទ្រង់ក៏សួរថាក្រែងលោកធ្វើដំណើរចាក់ចេញពីទីនេះហ៎ប៉ុន្តែដេមេទ្រីថាអត់ទេដោយសារតែខ្ញុំមិនអាចទៅរួចដោយសារមានរឿងចង់ប្រាប់ព្រះនាងចង់និយាយថា I love you រហូតថើបគ្នាអញ្ចឹងក៏សាប់តែឆ្កែព្រុសបាទព្រុសអីនេះមកគុណរបស់ព្រះនាងឯងអញ្ចឹងហើយ Demetri ក៏សួរថាតើព្រះនាងនឹងគិតយ៉ាងម៉េច Anastasia របស់យើងគឺទ្រង់សម្រេចចិត្តរួចហើយទ្រង់ក៏បានទុកមកគុណរបស់ទ្រង់ផ្ញើឲ្យលោកយាយរបស់ខ្លួនហើយសរសេរសម្បត្តិប្រាប់ថាយើងនឹងជួបគ្នានៅប៉ារីសឆាប់ៗណាលោកយាយអញ្ចឹងតើព្រះនាងរបស់យើងក៏ទៅណាបាទគាត់ក៏ធ្វើដំណើរផ្សងព្រេងជាមួយនឹង Demetri បាទអញ្ចឹងទ្រព្យសម្បត្តិឋានៈយុសាសអ្វីគឺមិនសំខាន់សម្រាប់ព្រះនាង Anastasia ទេប៉ុន្តែគឺមានតែ Demetri ប៉ុណ្ណោះចំណែកបាទ talk របស់យើងផ្ទាល់បាទគាត់ក៏ជួបស្នេហារបស់គាត់ដូចគ្នាហើយរឿងរបស់យើងក៏ដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះនិយាយទៅក្នុងរឿងនេះចង់ប្រាប់អ្នកទាំងអស់គ្នាថាពេលខ្លះបើសិនជាបេះដូងរបស់អ្នកទាំងអស់គ្នាប្រាប់អ្នកទាំងអស់គ្នាថាឲ្យធ្វើរឿងហ្នឹងហើយទៅប៉ារីសដូចជាពនាងអញ្ចឹងបាទគឺមានតែសាកធ្វើម៉េចណោះមួយទៀតដូចជា Demetri អញ្ចឹងតែពិតគាត់មិនមែនជាមនុស្សអាក្រក់ទេតាំងពីក្មេងគាត់ធ្វើការនៅព្រះរាជវាំងធម្មតាគាត់ក៏បានជួយជីវិតរបស់ពនាងAnastasia របស់យើងរួមជួយម្ចាស់ស្ត្រីប៉ុន្តែតើពេលគាត់ធំទៅជីវិតរបស់គាត់អាចនឹងធ្វើរឿងផ្សេងធ្វើជាមនុស្សបោកប្រាស់ដើម្បីទ្រព្យសម្បត្តិអីអញ្ចឹងទៅតែគាត់ចេះកែខ្លួនចេះកែខ្លួននឹងឯងគឺជាគុណតម្លៃដ៏ល្អអញ្ចឹងបើថាអតីតកាលរបស់អ្នកទាំងអស់គ្នាយ៉ាងម៉េចក៏ដោយមិនសំខាន់ទេសំខាន់បច្ចុប្បន្នអ្នកទាំងអស់គ្នាកែរកផ្លូវល្អអត់មានតែប៉ុណ្ណឹងអរគុណចំពោះការទស្សនារបស់គ្នាយើងពីដើមដល់ចប់ប៉ុន្តែកុំភ្លេចចុច like subscribe ដាក់កណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តចិត្តដូចជាខ្ញុំរ៉េតសូមអរគុណសូមជម្រាបលា